វត្តតាមអនុសាសន៍ដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាអំពីការតបស្នងចំពោះគុណបំណាច់ការលះបង់និងការធ្វើពលិកម្មរបស់អតីតយុទ្ធជននិងនិវត្តជនគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកែបបានធ្វើការដោះស្រាយជូនអតីតយុទ្ធជនមានជីវភាពខ្វះខាតគ្មានដីគ្មានផ្ទះឬមានផ្ទះមិនសមរម្យជាបន្តបន្ទាប់លោកថនវណ្ណាអតីតយុទ្ធជនទទួលបានផ្ទះពីសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនតាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយសំអាល់ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែបស្ថិតក្នុងសង្កាត់អូក្រសាក្រុងកែបបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចតេជោហ៊ុនសែនលោកថនវណ្ណាលើកឡើងថាសម្ដេចតេជោហ៊ុនសែនមិនមើលរំលងចំពោះអតីតយុទ្ធជនដែលបានតស៊ូបម្រើជាតិនោះទេសម្ដេចលោកមិនមើលរំលងកូនចៅដែលខំប្រឹងបម្រើការងារគាត់មិនដែលមើលរំលងគាត់ចេះមកឲ្យក្រុមការងារចុះមកសួរទុកទុកមើលកូនចៅរហូតអូខ្ញុំគិតថាមានការធំធេងណាសប្បាយដែលសម្ដៅដែលយើងមកសោធននៅផ្ទះហើយគាត់ចុះមកជួយធ្វើកសាងផ្ទះកសាងអីខ្ញុំសប្បាយរីករាយហើយអ្វីប្រៀបមិនបានទេបាទថ្លែងអំណរគុណដល់សម្ដេចហ៊ុនសែននិងសម្ដេចហ៊ុនម៉ាណែតដែលបានឲ្យអាដាមសៃអំអាលមកជួយធ្វើផ្ទះធ្វើអីឲ្យរណូឲ្យបានសុខសប្បាយដូចគេដូចឯងដែរជាមួយគ្នានេះលោកពេជ្រសុខុមអតីតយុទ្ធជនទទួលបានផ្ទះរស់នៅឃុំពងទឹកស្រុកដំណាក់ចង្អើលើកឡើងថាការផ្ដល់អំណោយផ្ទះនេះបង្ហាញថាសម្ដេចតេជោហ៊ុនសែនគឺបន្តគិតគូរពីសុខទុក្ខអតីតយុទ្ធជនជានិច្ចបានផ្ទះនៅថ្ងៃគូសមអាចារ្យដែរមានណាគេកំត្រួតយើងទៀតទេមានណាម្ដាយអូនតែនៃម្ដាយអូនណែហ្នឹងកំត្រួតយើងគាត់ទៅខ្ទួយយើងអរគុណឲ្យព្រៀបមាននេះអរគុណសម្ដេចតែណៃហ៊ុនណែតអរគុណឲ្យព្រៀបមាននេះអរគុណច្រើនណាបានកាត់ជួយខ្ញុំបើខ្ញុំសម្ដេចមិនចូលទេមិនលះបង់ទេគាត់នៅកំត្រួតដល់មុនហ្នឹងសម្ដេចហ៊ុនសែនសម្ដេចហ៊ុនម៉ាណែតទន្ទឹមគ្នានេះកាលពីពេលថ្មីនេះគណៈកម្មាធិការសាខាអនគរឃុំសង្កាត់ក្នុងខេត្តកែបបានចុះអនុវត្តការធ្វើបច្ចុប្បន្នភាពសមាជិកសមាគមតាមក្នុងផ្ទះដើម្បីស្វែងយល់ពីជីវភាពរស់នៅនិងសុខុមាលភាពសម្ដៅទទួលបានសំណូមពរផ្សេងៗក្នុងការដោះស្រាយជូនសមាជិកឲ្យមានប្រសិទ្ធភាពសូមជម្រាបជូនថាខេត្តកែបមានអតីតយុទ្ធជនចំនួន426នាក់និងនិវត្តជនមន្ត្រីរាជការស៊ីវិលចំនួន84នាក់ដោយគិតចាប់ពីឆ្នាំ2013ដល់ឆ្នាំ2026គណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកែបបានសាងសង់ផ្ទះថ្មីនិងជួសជុលផ្ទះជូនអតីតយុទ្ធជននិងនិវត្តជនចំនួន36ក្នុងផ្ទះ